បាទតោះអញ្ចឹងថ្ងៃនេះគឺយើងចាប់ផ្ដើមចូលទៅដល់វិញ្ញាសាទី2នៃមុខវិជ្ជាសិលធម៌ពលរដ្ឋថ្នាក់ទី12ត្រៀមប្រឡងបាក់ឌុបឆ្នាំ2025នេះហើយថ្ងៃនេះខ្ញុំមានសំណួរល្អៗដែរសម្រាប់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅកាន់សំណួរខ្ញុំសូមរំលឹកខ្លះបាទយើងនៅមិនដល់2ខែទេបាទនៅតែជាង40ថ្ងៃ50ថ្ងៃនេះឯងអញ្ចឹងអត់មានពេលវេលាត្រូវលេងសើចអត់មានពេលវេលាត្រូវដើរលេងសប្បាយភ្លេចខ្លួនអីគឺអត់មានទេខ្ញុំនិយាយបែបនេះគឺចង់ឲ្យអ្នកទាំងអស់គ្នារំលឹកខ្លួនឯងឡើងវិញថាយើងជាសិស្សកាតព្វកិច្ចសំខាន់មួយបំផុតសម្រាប់យើងគឺត្រូវតែរៀបចំខ្លួនរៀនសូត្រដើម្បីត្រៀមប្រឡងឲ្យបានជាប់ទោះបីជាមិនបានទេល្អក៏ត្រឹមជាប់ដែរប៉ុន្តែធ្វើម៉េចដើម្បីឲ្យជាប់នឹងគឺតើតែចេះបាទมันអាចអ្នកណាជួយយើងក្រៅពីខ្លួនឯងបានទេនៅពេលដែលប្រឡងអញ្ចឹងត្រូវតែរំលឹកខ្លួនឯងជានិច្ចកុំឲ្យមានវិបដិសារីអសោះហើយពេលវេលាណាដែលចោលបានចោលទៅកុំបាទយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលគេមិនមានកាតព្វកិច្ចដូចយើងដូចជាមិត្តភ័ក្តិខ្លះគាត់ធ្វើការងារគាត់អីអញ្ចឹងទៅហើយយើងគេណាត់ទៅញ៉ាំអីទៅដើរលេងទៅអីអាហ្នឹងអាចថាបាទប្រកែកបានប្រកែកសិនទៅព្រោះយើងនៅមានពេលវេលាដែលថាប្រឡងហើយអញ្ចឹងយើងអាចបាទទៅលេងកំសាន្តអីបានហ្នឹងមិនបញ្ហាទេប៉ុន្តែមុនប្រឡងយើងត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ 100% ដើម្បីប្រកាសថាខ្លួនយើងអាចធ្វើបាននៅថ្ងៃប្រឡងបាទខ្ញុំតែងតែរំលឹកគ្រប់វីដេអូទាំងអស់បាទតែងតែរំលឹកមុនពេលចូលដល់សំណួរដើម្បីឲ្យជាសារដាស់តឿនក៏ដូចជាជួយរំលឹកស្មារតីរបស់អ្នកទាំងអស់គ្នាឡើងវិញដូចគ្នាដែរបាទអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅកាន់សំណួររបស់យើងទាំងអស់គ្នាបាទសំណួរទី1គេសួរថាតើគុណធម៌ចែកជាប៉ុន្មានបែបអ្វីខ្លះបាទអញ្ចឹងចម្លើយគុណធម៌ចែកជាពីរបែបបាទគឺទី1គុណធម៌សាមញ្ញនិងគុណធម៌កំណើតហើយយើងបញ្យល់ត្រេពីមុខមកណាបាទចុច2មកគុណធម៌សាមញ្ញគឺជាគុណធម៌ដែលបានមកពីការវឹកហាត់និងការអប់រំដូចជាភក្ដីភាពបាទភក្ដីភាពនេះគឺភាពស្មោះត្រង់ការគួរសមការទៀងពេលវេលាជាដើមបាទនេះជាគុណធម៌សាមញ្ញប្រេទី2គឺគុណធម៌កំណើតហើយយើងចុច2មកយើងបញ្យល់បាទជាគុណធម៌ដែលមនុស្សទទួលបានពីកំណើតមកដូចជាសន្តានចិត្តល្អចិត្តសន្តោសចិត្តមេត្តាជាដើមបាទអញ្ចឹងនេះសំណួរទី1យើងចូលដល់សំណួរទី2ដែលគេសួរថាតើទ្រឹស្ដីនៃទំនួលខុសត្រូវមានប៉ុន្មានប្រភេទអ្វីខ្លះបាទអញ្ចឹងសម្រាប់ចម្លើយទំនួលខុសត្រូវបាទមាន2ប្រភេទគឺទី1ទ្រឹស្ដីប្រពៃណីនិយមហើយយើងបញ្យល់មកបាទទ្រឹស្ដីប្រពៃណីនិយមហ្នឹងនៅក្នុងទស្សនវិស័យនៃប្រពៃណីគេចាត់ទុកថាមនុស្សបានប្រព្រឹត្តដោយសេរីនៅពេលដែលខ្លួនបានប្រព្រឹត្តអំពើណាមួយដែលខ្លួនអាចនឹងមិនប្រព្រឹត្តទៅបានយើងត្រូវបានគេចាត់ទុកថាមានកំហុសកាលណាយើងស្គាល់ពីសិលម្លៃហើយមានកម្លាំងព្រមទាំងសមត្ថភាពធ្វើតាមការតម្រូវនៃសិលម្លៃនេះហើយយើងបែរជាអ្នកចេញដោយសេរីដើម្បីទៅប្រព្រឹត្តអំពើអកុសលទៅវិញត្រេទី2គឺបាទតកតងនឹងទ្រឹស្ដីវិចារណញ្ញាណនិយមលោកសូក្រាតបាទជាទស្សនវិជ្ជាល្បីល្បាញមួយណាគាត់បានចែងថាគ្មាននរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់ដោយឆន្ទៈឡើយក្នុងន័យនេះប្រសិនបើយើងមិនមែនជាទាសករនៃល្ងងមួយនៃសន្ទុះចិត្តធ្វើដោយងងឹតងងុលឬជាអ្នករងគ្រោះដោយអវិជ្ជាណាមួយនោះវាពិតណាស់ទៅហើយដែលថាយើងនឹងប្រព្រឹត្តអំពើកុសលប៉ុន្តែមិនចេះពិចារណាពោលឲ្យខ្លីគឺយើងគ្មានសេរីភាពបាទអញ្ចឹងបើយើងគ្មានសេរីភាពហើយគឺយើងធ្វើដោយប្រឆាំងនឹងឆន្ទៈខ្លួនឯងហើយអានេះជាទ្រឹស្ដីវិចារណញ្ញាណនិយមបាទឥឡូវយើងឈានដល់សំណួរទី3គេសួរថាតើដូចម្តេចដែលហៅថារំញោចហើយតើភ្ញួចហ្នឹងចែកចេញជាប៉ុន្មានប្រភេទអ្វីខ្លះបាទអញ្ចឹងចម្លើយរំញោចគឺជាលទ្ធផលនៃការប៉ះទង្គិចសរីរាង្គឥន្ទ្រីទៅនឹងវត្ថុឬការអ្វីមួយដែលគេហៅថាភ្ញួចហើយភ្ញួចហ្នឹងចែកចេញជា3ប្រភេទបាទទី1គឺភ្ញួចមេកានិកដែលតកតងទៅនឹងបំណាស់បាទការប៉ះសម្ពាធហើយទី2គឺភ្ញួចរូបវិទ្យាបាទតកតងនឹងបាទមានកម្ដៅរស្មីសំឡេងអគ្គិសនីហើយនឹងចុងក្រោយគឺភ្ញួចគីមីដែលបាទមានរសជាតិល្វីងប្រៃជូរផ្អែមអីជាដើមបាទនេះគឺតកតងនឹងរំញោចបាទយើងឈានដល់បាទសំណួរទី4គេសួរតកតងនឹងទំនួលខុសត្រូវតើទំនួលខុសត្រូវផ្នែកសិលធម៌មានប៉ុន្មានបែបចូលបញ្យល់ឲ្យបានក្បោះក្បាយបាទចម្លើយទំនួលខុសត្រូវផ្នែកសិលធម៌មាន2បែបបាទ
យើងដាក់កមកទី1តើតងនឹងការទទួលខុសត្រូវប្រកបដោយវិចារណញ្ញាណគ្រប់គ្រាន់ហើយយើងបញ្យល់មកគឺអ្នកប្រព្រឹត្តមានសមត្ថភាពក្នុងការស្គាល់ថាអ្វីដែលខ្លួនបានធ្វើនោះជាអំពើមួយដែលគួរធ្វើឬមិនគួរធ្វើឬដឹងថាអ្វីជាអំពើកុសលនិងអ្វីដែលជាអំពើអកុសលបានន័យថាអ្នកប្រព្រឹត្តអំពើនោះស្គាល់ពីតម្លៃសិលធម៌ទាំងឡាយឧទាហរណ៍ត្រូវគោរពប្រណិប័តឪពុកម្ដាយគ្រូអាចារ្យចាស់ព្រឹទ្ធាចារ្យជាដើមបាទបញ្យល់តិចចុះកន្លែងហ្នឹងគឺការទទួលខុសត្រូវប្រកបដោយវិចារណញ្ញាណបានន័យថាមនុស្សហ្នឹងគឺគាត់មានវិចារណញ្ញាណគ្រប់គ្រាន់នៅក្នុងការគិតពិចារណាហើយអ្វីដែលគាត់ធ្វើគឺគាត់ដឹងខ្លួនឯងអញ្ចឹងណាបាទនេះយើងឆ្លើយសរុបប៉ុណ្្នឹងទៅក៏បាទចាត់ទុកថាត្រឹមត្រូវដែរចំពោះទី2ខយើងដាក់មកថាការទទួលខុសត្រូវបាទដោយខ្វះវិចារណញ្ញាណមួយដោយមានវិចារណញ្ញាណគ្រប់គ្រាន់មួយទៀតគឺអត់មានទេអញ្ចឹងអត់មាននឹងយ៉ាងម៉េចបាទជាការប្រព្រឹត្តអ្វីមួយនៅចំពោះមុខរបស់ខ្លួនហើយទទួលរ៉ាប់រងអំពើទាំងនោះចំពោះសិលញាណនៅក្នុងករណីដែលយើងមានសេរីភាពគ្រប់គ្រាន់និងករណីមានការគំរាមកំហែងការបង្ខិតបង្ខំឲ្យប្រព្រឹត្តអំពើល្មើសអ្វីមួយឧទាហរណ៍បេក្ខជនមានអាកប្បកិរិយាមិនល្អចំពោះគណៈមេប្រយោគបាទអញ្ចឹងការណាខ្វះវិចារណញ្ញាណគឺយើងធ្វើទៅដោយមានការគំរាមកំហែងឬបង្ខិតបង្ខំពីបុគ្គលណាម្នាក់ឲ្យយើងធ្វើអំពើហ្នឹងបាទអញ្ចឹងអាហ្នឹងវាជាការទទួលខុសត្រូវដោយខ្វះវិចារណញ្ញាណហើយគឺយើងធ្វើទាំងបង្ខំបាទអញ្ចឹងសំណួរទី5ដែលជាសំណួរចុងក្រោយនៃវិញ្ញាសានេះសំណួរថាហេតុអ្វីបានជាយើងត្រូវរៀនមុខវិជ្ជាសិលធម៌បាទនេះតកតងនឹងទស្សនវិជ្ជាសិលធម៌ណាអញ្ចឹងសម្រាប់ចម្លើយបាទបើតាមលោក Tertus បាទបានបង្ហាញពីសារៈសំខាន់នៃទស្សនវិជ្ជាសិលធម៌ថាហើយយើងត្រេមកទី1បង្ហាញប្រាប់យើងយ៉ាងច្បាស់ថាហេតុអ្វីបានជាអំពើមួយល្អប្រសើរជាងអំពើមួយទៀតទី2ទស្សនវិជ្ជាសិលធម៌ស្វែងរកគោលការណ៍នៃការប្រព្រឹត្តប្រកបដោយបញ្ញាហើយធ្វើឲ្យជីវិតរស់នៅប្រកបដោយសិលកុសលខ្ពស់ទី3ទស្សនវិជ្ជាសិលធម៌រិះគន់និងវិតម្លៃប្រកបដោយសិលធម៌នៅអំពើប្រកបដោយសិលធម៌និងប្រព័ន្ធទស្សនវិជ្ជាសិលធម៌ដើម្បីរកឲ្យឃើញនៅអំពើកុសលនិងជាអកុសលក្នុងជីវិតរស់នៅរបស់មនុស្សនិងទី4ទស្សនវិជ្ជាសិលធម៌បង្ហាញនៅតម្លៃពិតនៃជីវិតវាប្រឹងប្រែងបង្កើតនៃសិលធម៌របស់គំហើញនៃតម្លៃពិតរបស់ចិត្តជីវិតនិងញ៉ាំងឲ្យមនុស្សរួមគ្នាដើម្បីស្វែងរកតម្លៃទាំងនោះហើយខ្ញុំដាក់ចុចត្រេ3គឺមានបន្ថែមទៀតដែលបងប្អូនទាំងអស់គ្នាអាចពន្លៀបគំនិតបន្ថែមបានទាក់ទងនឹងមុខវិជ្ជាទស្សនវិជ្ជាសិលធម៌ណាបាទយើងអាចប្រែបន្ថែមទៀតមកព្រោះថាវាជាសំណួរបើកមួយដែរបាទនេះវាមិនបើកទាំងអស់ទេអាចថាវាបើក 50% អញ្ចឹងយើងអាចបំពេញបន្ថែមមកឲ្យវាបានច្រើនត្រេក៏ល្អដែរប៉ុន្តែជៀសវាងការជន់គ្នាបាទអញ្ចឹងខ្ញុំរំលឹកបន្តិចបាទថ្ងៃប្រឡងគឺចិត្តមកដល់ហើយបាទហើយថ្ងៃនេះថ្ងៃ29ហើយអញ្ចឹងនៅសល់ដូចជាមួយអាទិត្យទៀតទេដល់ថ្ងៃឡើងជ្រុញហើយអញ្ចឹងឥឡូវបងប្អូនយើងរៀនបានប៉ុន្មានហើយបាទហើយនៅខ្វះខាតសំណួរណានៅចង់ដឹងសំណួរណាអាច comment បានខ្ញុំនឹងព្យាយាមរកចម្លើយជូនបាទទោះបីជាឆ្លើយបានតិចក្តីច្រើនតិចក៏ខ្ញុំបាទធ្វើជូនដែរបាទគ្រាន់ថាវាអាចនឹងយូរដែរព្រោះអីដែលខ្ញុំស្រាវជ្រាវគឺខ្ញុំត្រូវធ្វើហើយខ្ញុំទៅរកហើយខ្ញុំត្រូវមកធ្វើជាសំណួរចម្លើយធ្វើជាវីដេអូបន្ថែមទៀតដើម្បីចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងវាអាចយូរក៏ប៉ុន្តែខ្ញុំព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពដែរបាទជួយអ្នកទាំងអស់គ្នាធ្វើទៅបានបាទអញ្ចឹងអរគុណហើយវីដេអូរបស់យើងថ្ងៃនេះគឺមានតែវិញ្ញាសា5សំណួរនេះទេបាទសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់របស់អ្នកទាំងអស់គ្នាអញ្ចឹងសូមអរគុណហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តបន្ទាប់បាទ